ស្ដាប់រឿងព្រេងខ្មែរដ៏ជោគចិត្តរឿងសត្វទុនសាយនិងសត្វខ្លារឿងនេះនិយាយអំពីភាពឆ្លាតវៃរបស់សុភាទុនសាយដែលប្រើប្រាជ្ញាដើម្បីគេចចេញពីគ្រោះថ្នាក់ពីសត្វខ្លាដ៏សាហាវខ្លាចង់ស៊ីទុនសាយប៉ុន្តែត្រូវបានទុនសាយបកបញ្ឆោតឲ្យវាយសម្បុកអូម៉ៅដែលវាប្រាប់ថាជាស្គរជ័យរបស់ព្រះអ៊ីនតើខ្លានឹងមានវាសនាយ៉ាងណាសូមទស្សនាវីដេអូនេះឲ្យចប់ដើម្បីដឹងសាច់រឿងទាំងស្រុងកាលពីព្រេងនាយក្នុងព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយមួយដែលសម្បូរទៅដោយដើមឈើធំធំខ្ពស់ស្កឹមស្កៃនិងមានវល្លិរំពេចប្រតាក់ក្រឡាគ្នាដូចជាសំណាញ់គឺជាទីចម្រុះនៃសត្វតិរច្ឆានរាប់ម៉ឺនសែនក្បាលនៅក្នុងដង្ហើមព្រៃដ៏ត្រជាក់ស្រឹបនោះមានសត្វខ្លាធំមួយក្បាលដែលមានកម្លាំងមហិមានិងមានចរិតកាចសាហាវខូខើជាពន់ពេកខ្លានេះតែងតែដើរអួតអាងពីអំណាចរបស់ខ្លួននិងចាប់សត្វដទៃទៀតធ្វើជាចំណីតាមតែអំពើចិត្តធ្វើឲ្យសត្វស្លូតត្រង់ទាំងឡាយក្នុងព្រៃរស់នៅដោយក្តីភ័យខ្លាចនិងតក់ស្លុតជានិច្ចកាលទោះបីជាយ៉ាងណាក៏ដោយក្នុងចំណោមសត្វទាំងឡោះនោះនៅមានសត្វទន្សាយមួយក្បាលដែលមានមាឌតូចល្អិតប៉ុន្តែមានប្រាជ្ញាឆ្លាតវៃលើសត្វទាំងពួងដែលសត្វផងទាំងឡាយតែងតែហៅថាសុភាទន្សាយដោយក្តីគោរពចំពោះភាពឆ្លាតវៃរបស់វានៅព្រឹកព្រលឹមស្រាងៗមួយខណៈដែលពន្លឺព្រះអាទិត្យពណ៌មាសកំពុងតែចាំងឆ្លក់កាត់តាមចន្លោះមែកឈើនិងដំណក់ទឹកសន្សាមដែលទើបតែងើបពីដេកសុភាទន្សាយកំពុងតែដោតលោតកញ្ឆេងយ៉ាងសប្បាយរីករាយដើម្បីស្វែងរកស្មៅខ្ចីៗស៊ីជាអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសាស្រាប់តែភ្លាមនោះសំឡេងក្រហមដ៏ខ្លាំងមួយបានបន្លឺឡើងកក្រឹកដីបង្កជាភាពរន្ធត់ដល់សត្វបឹកសាបឹកស៊ីដែលកំពុងតែច្រៀងរំគឺសត្វខ្លាដ៏សាហាវនោះឯងដែលកំពុងតែដើរសម្ដៅមករកទុនសាយដោយកែវភ្នែកក្រហមច្រៅនិងហួរទឹកមាត់ព្រោះតែភាពស្រេកឃ្លានយ៉ាងខ្លាំងខ្លាបានស្រែកគំរាមទាំងកំហែងថាណេះអាទុនសាយតូចចំជាសំណាងល្អមែនថ្ងៃនេះអញពិតជាឃ្លានណាស់ហើយឯងនឹងក្លាយជាអាហារសម្រន់ដ៏ផែមឆេងរបស់អញជាមិនខានឡើយគុំសង្ឃឹមថានឹងរត់រួចឲ្យសោះឮដូច្នោះសុភាទុនសាយនឹងការភ័យស្លន់ស្លោដល់ព្រលឹងចុងសក់ប៉ុន្តែដោយសារតែភាពបីឆ្លាតពីកំណត់វាក៏ស្រាប់តែនឹកឃើញរបែកកលមួយភ្លាមៗដើម្បីសង្គ្រោះជីវិតវាយកដៃជូតញើសរួចធ្វើពុតជាអង្គុយយ៉ាមយ៉ាងស្ងប់ស្ងៀមនៅក្បែរដើមឈើធំមួយដែលមានសម្បុកអូម៉ៅដ៏ធំសម្បើមមួយភៀវនៅធៀបទុនសាយឆ្លើយតបទៅវិញដោយសំឡេងនឹងណោះហាក់មានរឿងអ្វីកើតឡើងថាអូលោកបងខ្លាអើយសូមលោកបងមេត្តាជប់សិនតាមពិតទៅខ្ញុំក៏ចង់ថ្វាយខ្លួនឲ្យលោកបងពិសាដែរប៉ុន្តែពេលនេះខ្ញុំកំពុងជាប់ភារកិច្ចដ៏វិសេសវិសាលមួយដែលមិនអាចចោលបានឡើយលោកបងមើលចុះអ្វីដែលនៅពីមុខខ្ញុំនេះមិនមែនជារបស់ធម្មតានោះទេវាគឺជាស្គរជ័យដ៏ស័ក្តិសិទ្ធិរបស់ព្រះអ៊ិនដែលព្រះអង្គបានបញ្ជាឲ្យខ្ញុំមកយ៉ាមកាមយ៉ាងតឹងរឹងមិនផុតគុំឲ្យនរណាម្នាក់ប៉ះពាល់ជាដាច់ខាតឡើយខ្លាដែលជាសត្វល្ងងខ្លៅនិងមានចិត្តលោភលន់ចង់បានអំណាចកាលបើបានឮពាក្យថាស្គរជ័យរបស់ព្រះអ៊ិនក៏ចាប់ផ្ដើមមានការចាប់អារម្មណ៍ជាខ្លាំងនិងភ្លេចគិតពីការស៊ីសាច់ទុនសាយជាបណ្ដោះអាសន្នវាសម្លឹងមើលទៅសម្បុកអូម៉ៅដ៏ធំនោះដោយក្តីងឿងឆ្ងល់រួចសួរទៅទុនសាយដោយការចង់ដឹងថាចុះស្គរនេះមានអ្វីពិសេសទៅតើសំឡេងរបស់វាពីរករំដំនិងមានអំណាចយ៉ាងណាដែរទុនសាយឆ្លើយទាំងទឹកមុខម៉ាំហាក់មានរឿងអាចកំបាំងថាអូលោកបងអើយសំឡេងរបស់វាពីរករំដំចិត្តណាស់បើលោកបងបានឮហើយលោកបងនឹងមានអារម្មណ៍ថាដូចជាកំពុងហោះហើរលើឋានសួគ៌អញ្ចឹងប៉ុន្តែមានតែអ្នកដែលមានបុណ្យបារមីខ្ពង់ខ្ពស់ដូចជាលោកបងទើបអាចមានសិទ្ធិវាបានខ្ញុំគ្រាន់តែជាអ្នកយាមទុយតាយប៉ុណ្ណោះគ្មានសិទ្ធិប៉ះពាល់សូម្បីតែបន្តិចឡើយខ្លាកាន់តែចង់ដឹងចង់ឮនិងចង់បង្ហាញពីភាពខ្លាំងពូកែរបស់ខ្លួនក៏និយាយបង្ខំទុនសាយថាបើអញ្ចឹងឯងអនុញ្ញាតឲ្យអញសាក់លបងវាបន្តិចមើលអញចង់ដឹងណាស់ថាតើសំឡេងស្គរទេវតានេះវាអស្ចារ្យកម្រិតណាឲ្យពិតប្រាកដទុនសាយធ្វើពុតជាបដិសេធទាំងស្ទាក់ស្ទើរប៉ុន្តែចុងក្រោយក៏យល់ព្រមទាំងបង្ខំចិត្តយីបើលោកបងចង់វាខ្លាំងយ៉ាងនេះខ្ញុំមិនដឹងធ្វើម៉េចដែរប៉ុន្តែមានលក្ខខណ្ឌមួយគឺលោកបងត្រូវរងចាំឲ្យខ្ញុំរត់ទៅឲ្យឆ្ងាយបន្តិចសិនព្រោះសំឡេងស្គរនេះមានអានុភាពខ្លាំងណាស់ត្រចៀកតូចរបស់ខ្ញុំមិនអាចទ្រាំទ្របានឡើយលុះត្រាតែលោកបងឮខ្ញុំស្រែកពីចម្ងាយថាវាចុះលោកបងទើបលោកបងអាចចាប់ផ្ដើមវាបានខ្លាត្រេកអរណាស់ក៏យល់ព្រមតាមសំណាងភ្លាមរីឯសុភាទុនសាយវិញក៏ប្រញាប់រត់គេចខ្លួនទៅពួននៅក្រោយដំបូកភ្នំយ៉ាងលឿនបំផុតដើម្បីត្រៀមមើលលទ្ធផលនៃល្បិចកលរបស់ខ្លួនខណៈដែលខ្លាកំពុងតែលើកដៃត្រៀមនឹងសម្ពង់សម្បុកអងម៉ាល់នោះដោយក្តីរំភើបញាប់ញ័រជាទីបំផុតខណៈដែលខ្លាកំពុងតែលើកដៃត្រៀមនឹងសម្ពង់សម្ពុកអូម៉ាល់នោះដោយក្តីរំភើបញាប់ញ័រជាទីបំផុត
វាក៏បានផ្ទៀងត្រចៀកស្ដាប់សញ្ញាពីទុនសាយយ៉ាងយកចិត្តទុកដាក់បំផុតវាឈររងចាំយ៉ាងអន្ទះសាខណៈដែលកៅភ្នែកដ៏ធំរបស់វាសម្លឹងមើលទៅដំបូកភ្នំដែលទុនសាយបានរត់ទៅពួនក្នុងចិត្តរបស់វាគិតថាពីរឿងចង់ស្ដាប់សំឡេងតន្ត្រីដ៏អស្ចារ្យដែលខ្លួនមិនដែលបានឮពីមុនមកក្នុងជីវិតមិនយូរប៉ុន្មានសំឡេងរបស់សុភាទុនសាយក៏បានបន្លឺឡើងពីចម្ងាយយ៉ាងច្បាស់ថាវាយចុះលោកបងវាយឲ្យខ្លាំងទៅពេលនេះខ្ញុំរត់មកដល់កន្លែងសុវត្ថិភាពហើយលោកបងអាចចាប់ដើមលេងភ្លេងដ៏ពិរោះនោះបានហើយគ្រាន់តែឮសញ្ញានេះភ្លាមខ្លាដែលល្ងន់ខ្លៅមិនបង្អង់យូរឡើយវាបានប្រែកម្លាំងបាយដែលមានទាំងអស់លើកដំបងឈើដ៏ធំមួយរួយសំប៉ុងទៅលើសម្បុកអូម៉ាល់នោះយ៉ាងពេញទំហឹងផុសសម្បុកអូម៉ាល់ដ៏ធំបានធ្លាយបែកខ្ចាត់ខ្ចាយជាបំណែកទុយប៉ុន្តែអ្វីដែលខ្លារំពឹងថានឹងឮសួរក្រហ៊ីមដោយស្គរជ័យឬសំឡេងតន្ត្រីសួរគានោះបែរជាប្រែទៅជាសំឡេងសង្កេតស្លាប់វឺយ៉ាងកាក្រើកព្រៃនៃហ្វូងសត្វអូម៉ាល់រាប់ពាន់ក្បាលទៅវិញហ្វូងអូម៉ាល់ដែលកំពុងខឹងសម្បាយយ៉ាងខ្លាំងដោយសារមានសត្រូវមកបំផ្លាញលំនៅឋានរបស់ពួកវាបានហោះចេញមកយ៉ាងប្រងព្រាតដូចជាពពកខ្មៅហើយដេញទឹកខ្លួនខ្លាឥតប្រណីដៃឡើយខ្លាភ័យស្លន់ស្លោស្រែកធ្ងរដោយការឈឺចាប់ជាខ្លាំងអូយឈឺណាស់ស្គរស្អីក៏មានពេកយ៉ាងនេះឈប់ទៅកុំតិចខ្លួនអីឯណាទៅតន្ត្រីដ៏ពិរោះនោះវាបានព្យាយាមរត់គេចយ៉ាងលឿនឆ្លងកាត់ព្រៃបន្លាប៉ុន្តែហ្វូងសត្វមានស្លាប់ទាំងនោះនៅតែដេញតាមវាដូចជាស្រមោលអន្ទោលតាមប្រាណមិនព្រមលែងឡើយទោះបីជាខ្លាព្យាយាមរត់គេចយ៉ាងណាក៏ដោយក៏ហ្វូងអូម៉ានៅតែមិនព្រមបោះបង់ចោលការសងសឹកពួកវាបានដេញតាមរោមតិចផ្ទៃមុខច្រមុះភ្នែកនិងត្រចៀករបស់វារហូតដល់មុខខ្លាឡើងហើមប៉ោងស្ពុលមើលសឹងមិនស្គាល់អត្តសញ្ញាណដើមក្នុងស្ថានភាពអាសន្ននឹងការឈឺចាប់ខ្លាំងពេកនឹងទ្រាំបានខ្លាបានកលេចឃើញស្រះទឹកដ៏ត្រជាក់មួយនៅក្បែរនោះក៏ស្ទុះលោតចុះទៅក្នុងទឹកទាំងក្បាលដើម្បីគេចពីហ្វូងសត្វមានពិសទាំងនោះវាបង្កប់ខ្លួនក្នុងពិសទាំងញាប់ញ័រទុកតែចុងច្រមុះបន្តិចដើម្បីដកដង្ហើមខណៈដែលហ្វូងអូម៉ាហោះឆាបកលឹងពីលើផ្ទៃទឹកអស់ជាច្រើនម៉ោងទើបពួកវាសម្រេចចាត់ហោះត្រឡប់ទៅសម្បុកវិញអស់ដោយបន្សល់ទុកនៅស្នាមរបួសពេញខ្លួនខ្លារីឯសុភាតិនសាយដែលបានពួនសង្កេតមើលហេតុការណ៍ពីក្រោយដំបូកភ្នំបានសើចរហូតដល់ចុកពោះរមៀលខ្លួននៅលើវាលស្មៅយ៉ាងសប្បាយរីករាយនឹងលទ្ធផលនៃល្បិចកលរបស់ខ្លួននៅពេលឃើញខ្លាឡើងពីទឹកទាំងសភាពទ្រុឌទ្រោមមុខមាត់ហើមប៉ោងដូចផ្លែឃ្លោកនិងមានសភាពញាប់ញ័រព្រោះរងាផងឈឺចាប់ផងទន្សាយក៏បានលោតឈិនមកបង្អួតខ្លួនបន្តិចរួចស្រែកឌឺដងទាំងសនើតយ៉ាងខ្លាំងថាលោកបងខ្លាអើយតើរសជាតិតន្ត្រីរបស់ព្រះឥន្ទពិរោះដល់ថ្នាក់ណាដែរខ្ញុំប្រាប់លោកបងឲ្យថាវាមានអានុភាពខ្លាំងណាស់សំបីតែត្រចៀកទុយរបស់ខ្ញុំក៏មិនហ៊ាននៅក្បែរដែរឃើញទេលោកបងពិតជាមានសំណាងណាស់ដែលបានស្ដាប់វាផ្ទាល់ត្រចៀកវគ្គនេះខ្លាខឹងសម្បាជាខ្លាំងវាយកក្រញាំជើងក៏ដីបំណងចង់ស្ទុះយកហែសាច់ទន្សាយស៊ីជាអាហារដើម្បីសងសឹកប៉ុន្តែដោយសារតែភ្នែកទាំងគូហើមចិត្តមើលផ្លូវមិនច្បាស់និងខ្លួនប្រាណនៃឈឺចាប់ភាក់ពេញវាមិនអាចដេញតាមទន្សាយដែលរហ័សរហួនដូចខ្យល់នោះទាន់ឡើយសុភាទន្សាយបានលោតកេឆេងបាត់ទៅក្នុងព្រៃយ៉ាងលឿនសន្សល់ទុកឲ្យខ្លាដេកធ្ងរដោយការឈឺចាប់និងសោកស្ដាយនៅភាពងងខ្លៅរបស់ខ្លួនដែលជឿតាមសម្ដីបោកប្រាស់របស់សត្វតូចតាចរឿងរ៉ាវនេះបានក្លាយជាមេរៀនប្រដៅចិត្តមួយយ៉ាងធំសម្រាប់សត្វខ្លាថាកម្លាំងបាយដ៏មហិមាមិនអាចយកឈ្នះលើបញ្ញាស្មារតីដែលរហ័សរហួនបានឡើយហើយការលោភលន់ចង់បានរបស់ដែលមិនមែនជារបស់ខ្លួនតែងតែនាំមកនូវទុក្ខទោសដល់ខ្លួនឯងតាមពេលនោះមកខ្លាតែងតែរៀងចាលនិងប្រុងប្រយ័ត្នជានិច្ចនៅពេលជួបជាមួយសុភាទន្សាយព្រោះខ្លាចធ្លាក់ក្នុងល្បិចកលជាថ្មីម្ដងទៀតចំណែកឯសត្វទាំងឡាយក្នុងព្រៃក៏បានដឹងឮពីភាពឆ្លាតវៃរបស់ទន្សាយដែលអាចការពារជីវិតខ្លួនឯងបានពីសត្រូវដ៏មានអំណាចបន្ទាត់នៅក្នុងព្រៃធំមួយនេះបានយ៉ាងជោគជ័យនិងប្រកបដោយមោទនភាពបន្ទាត់ដែលគ្មានសត្វណាធ្វើបានដូចឡើយ